ខ្ញុំមើលរិស័យដែលជួបហេងខ្លាំងថ្ងៃទី28ខែមេសាអញ្ចឹងជំរាបជូនណាថ្ងៃទី28ហ្នឹងគឺត្រូវនឹងថ្ងៃថោះមានធាតុភ្លើងដកទូរិស័យណាខ្លះដែលហេងខ្លាំងគឺមានឆ្នាំចខ្លាំងជាងគេកលបន្ទាប់មកទៀតគឺមួយម៉ែនិងខាលហើយចុះខាលជាប់ឆុង2ឆុងប្រចាំឆ្នាំគឺឆុងធ្វើដំណើរហើយនឹងឆុងរាំងស្ទះមុខរបរការងារអញ្ចឹងជួបហេងយ៉ាងម៉េចបើឆុងឆ្នាំបាទចង់ជម្រាបថាវាអាចជួបហើយក៏អាចមិនជួបដែរឆ្នាំខាលហើយពិសេសឆ្នាំហ្នឹង2025គឺឆ្នាំម្សាញ់ខែឧសភាចូលមកគឺក៏ខែម្សាញ់ដែរណាហើយអញ្ចឹងសម្រាប់អ្នកហេងក៏ហេងទ្វេដងនៅក្នុងខែម្សាញ់ហ្នឹងប៉ុន្តែសម្រាប់អ្នកដែលឆុងគ្រោះផ្សេងហ្នឹងក៏ជាប់ឆុងឬក៏គ្រោះ2ដងដែរណាត្រូវប្រយ័ត្នប្រយែងហើយខ្ញុំតែងតែជម្រាបជូនឲ្យកាត់គ្រោះកាត់ឆុងចេញមានឆ្នាំ5គឺឆ្នាំខាលឆុងធ្វើដំណើរហើយនឹងឆុងរាំងស្ទះមុខរបរការងារឯកលឆុងទល់មុខកើតរឿងរកម្មរកុសខ្លាំងណាហើយម្សាញ់ជន់ឆ្នាំនេះសម្រាប់ម្សាញ់ដែលមានធាតុឈើដកធាតុនៃរាសីលើរបស់តួឆ្នាំហ្នឹងឬក៏ជន់ឆ្នាំខ្លាំងសម្រាប់ម្សាញ់ដែលមានធាតុតួខ្លួនហ្នឹងគឺឈើដកហើយមួយម៉ែក៏ជាប់គ្រោះឯវកឆុងធ្វើដំណើរហើយក៏ឆុងបែកបាក់បាត់បង់ហើយអញ្ចឹងឆ្នាំទាំងប៉ុន្មានដែលខ្ញុំរៀបរាប់ហ្នឹងណាហើយមិនថាឆ្នាំទាំង5ហ្នឹងទេគ្រប់ឆ្នាំទាំងអស់ប្រសិនបើមានផលវិបាកកំពុងតែរងជួបផលវិបាកហ្នឹងណាហើយកុំបារម្ភពិសេសត្រូវចាំឆ្នាំខែថ្ងៃមកជួបខ្ញុំណាជួបតាម Telegram 011-860-678គឺយើងនៅមានដំណោះស្រាយយើងមកមើលឆ្នាំខែថ្ងៃមើលរាសីរបស់យើងបែបណាបែបណីតួរាសីតែងតែមានដំណោះស្រាយសម្រាប់យើងណាវាទាស់ត្រង់ថាកូនចៅគឺមិនចង់ដឹងថាដំណោះស្រាយរបស់តួរាសីប្រចាំខ្លួនឯងហ្នឹងវាយ៉ាងម៉េចយ៉ាងណាយ៉ាងណីខ្លះហើយអញ្ចឹងហើយបានជាធ្វើឲ្យយើងហ្នឹងរងផលវិបាករងទុក្ខទោសហើយនេះបើសិនសម្រាប់កូនចៅដែលកំពុងរងទុក្ខទោសកំពុងមានផលវិបាកហ្នឹងណាមកជួបខ្ញុំជួយរកដំណោះស្រាយជូនតាមឆ្នាំខែថ្ងៃកំណើតរបស់បុគ្គលនីមួយៗហើយអញ្ចឹងខ្ញុំរៀបរាប់ឆ្នាំដែលហេងខ្លាំងដូចតទៅឆ្នាំចថ្ងៃទី28ហេងខ្លាំងណាស់ហាក់បានធាតុភ្លើងហាក់ 100% បានធាតុភ្លើងហើយក៏ជួបគូក្រងក្នុងពេលលានឹងដែរជួបគូស្នេហ៍របស់ខ្លួនណាជាគូដែលស្រឡាញ់ពេញចិត្តឬក៏គេហៅថាគូកំណាន់គូដែលស្មោះស្ម័គ្រជាទីបំផុតនឹងបានជួបក្នុងវេលាថ្ងៃទី28នេះដោយសារទទួលបានធាតុភ្លើងអញ្ចឹងការជួបនឹងឯងអាចថាជួបទំនាក់ទំនងតាមឆាតហ្នឹងគឺវាច្រើនជាងប៉ុន្តែនេះអាស្រ័យនៅលើចិត្តទេប្រសិនបើចិត្តប៉ងចង់ជួបផ្ទាល់នោះឯងក៏បានជួបផ្ទាល់ដែរនេះសម្រាប់ឆ្នាំចជួបជាមួយនឹងគូកំណាន់របស់ខ្លួនណាហើយជួបនឹងភាពរីកចម្រើនជួបហេងតាមមុខរបរការងារធាតុភ្លើងហើយធាតុភ្លើងហ្នឹងយ៉ាងម៉េចដូចជាមុខរបរតាមអនឡាញមុខរបរតាមបណ្ដាញសង្គមផ្សេងឬក៏ការ live ផ្សេងប៉ុន្តែឆ្នាំចមិនមែន live លក់ទេនេះគឺមុខរបរគាត់គឺតាមបណ្ដាញសង្គមឬក៏គេហៅថាតាម media ណាហើយមុខរបរអ្នកលក់គ្រឿងសំណង់លក់គ្រឿងភ្លើងលក់ទូរស័ព្ទកុំព្យូទ័រគ្រឿងសម្អាងតារាបង្ហាញម៉ូដជាងថតរូបសារព័ត៌មានលក់សាំងលក់ហ្គាសអាគុយសោឡាញជាដើមក៏កើនចំណូលដែរណានៅថ្ងៃទី28ហ្នឹងអញ្ចឹងជួបតែហេងណាឆ្នាំចឲ្យជួបតែហេងលក់ដាច់ជាដង្ហូរដង្ហែហើយអញ្ចឹងប្រើប្រាស់ភាពហេងរបស់ខ្លួនឯងឲ្យអស់ពីសមត្ថភាពនៅថ្ងៃទី28ខែមេសានឹងតាណាប្រសិនបើមិនប្រើភាពហេងរបស់ខ្លួនឯងនឹងទេនោះគួរឲ្យស្ដាយហើយរីឯឆ្នាំកុលហើយនឹងឆ្នាំមួយម៉ែគឺជួបភាពហេងដូចគ្នាហាក់បានធាតុឈើហាក់ពាក់កណ្ដាលហាក់បានធាតុឈើមកបញ្ជាក់ថាមានភាពលំនឹងអ្នកខ្លះក៏ទទួលបានផ្ទះសម្បែងមកដែរទិញផ្ទះទិញសម្បែងចូលឬក៏យើងទទួលទិញបានឬក៏លក់អ្នកដែលប៉ងចង់លក់ផ្ទះគឺលក់បានបាទផ្ទះដីអីហ្នឹងលក់បានលក់ដាច់គួរជាទីកក់ក្ដៅគួរជាទីធ្វើឲ្យចិត្តយើងហ្នឹងមានភាពរឹងមាំគួរជាទីពេញចិត្តហើយអញ្ចឹងមួយម៉ែនឹងកល
ប្រសិនបើចង់លក់ផ្ទះលក់ដីប៉ុន្តែយើងនៅថ្ងៃទី28ហ្នឹងគឺសំដៅទៅលើផ្ទះច្រើនជាងមិនថាដីផ្ទះទេប៉ុន្តែយើងត្រូវមានផ្ទះហ្នឹងឲ្យឆើតបើសិនជាលក់តែដីតែម្ដងអាហ្នឹងអត់ដាច់ទេប៉ុន្តែដីហ្នឹងគឺត្រូវមានផ្ទះហើយមានផ្ទះហ្នឹងគឺផ្ទះមើលទៅគួរជាទីតាក់ទាញផ្ទះថ្មីនោះនឹងលក់ដាច់បានឆាប់រហ័សលក់នៅថ្ងៃទី28ហ្នឹងហើយប្រសិនបើម៉ម៉ែឬក៏កុលចង់បានផ្ទះសម្បែងចង់ទិញផ្ទះសម្បែងក៏ទិញបានគួរជាទីគាប់ចិត្តដែរផ្ទះល្អហើយប្រសិនបើអ្នកខ្លះចង់ជួលផ្ទះធ្វើអាជីវកម្មផ្សេងហើយចឹងក៏ទទួលបានផ្ទះល្អនៅថ្ងៃទី28ហ្នឹងដែរផ្ទះដែលបែរមុខទៅទិសល្អទីធ្លាក៏ល្អស័ក្តិសមទៅនឹងមុខរបរតែម្ដងប៉ុន្តែឆ្នាំកុលត្រូវកាត់ឆុងចេញផងណាបើមិនកាត់ទេក៏យើងនៅសន្មតថាការលក់ផ្ទះលក់សម្បែងនឹងឬក៏រកផ្ទះសម្បែងមិនប្រកបដោយរលូនដែរអាចនឹងមានភាពរអាក់រអួលឬក៏អាចអត់បានក៏ថាបានដែរមិនទទួលបានជាទីគាប់ចិត្តក៏ថាបានដែរឬក៏បានមកពោពេញទៅដោយរឿងរ៉ាវផ្សេងណារឿងមិនល្អផ្សេងកើតមានឡើងហើយអញ្ចឹងឆ្នាំកុលការលក់ផ្ទះក្តីការទិញផ្ទះក្តីជួលផ្ទះធ្វើអាជីវកម្មផ្សេងក្តីក៏គេមិនឲ្យមានជាប់រឿងរ៉ាវរកម្មរកុសកើតឡើងដែរពីព្រោះវាជាពេលវេលាដំបូងដែលយើងទទួលបានហើយយើងគួរតែជួបហេងណាកុំឲ្យជួបរឿងអាស្រូវផ្សេងកើតឡើងឆ្នាំកុលមុននឹងធ្វើមុននឹងរកផ្ទះរកសម្បែងមុននឹងទិញផ្ទះសម្បែងអីហ្នឹងត្រូវកាត់គ្រោះកាត់ឆុងជាមុនសិនដើម្បីឲ្យការងាររកផ្ទះសម្បែងឬក៏លក់ផ្ទះលក់ដីអីហ្នឹងទទួលបានជោគជ័យដោយរលូនមិនត្រឹមតែលុយលាបទេខាលក៏ជួបគូកំណានរបស់ខ្លួនដែរជួបគូស្នេហ៍របស់ខ្លួនហើយជួបនេះគឺជួបផ្ទាល់មិនមែនជួបដោយប្រយោលឬក៏ជួបតាមអនឡាញអីអត់ទេណាហើយជួបតាមអនឡាញយ៉ាងម៉េចខ្ញុំចង់សម្ដៅថាជួបតាមការឆាតតាក់ទងគ្នាអីហ្នឹងហើយអញ្ចឹងដូចខ្ញុំជម្រាបជូនពីខាងដើមអញ្ចឹងប្រសិនបើមិនកាត់គ្រោះកាត់ឆុងចេញទេនោះឯងការជួបនឹងទួលនៅភាពរាំងស្ទះជួបគូកំណានរបស់ខ្លួនហ្នឹងអាចថាមានគេរាំងស្ទះមិនឲ្យបានជួបគ្នាអញ្ចឹងទៅរីឯមុខរបរការងារវិញក៏ត្រូវរាំងស្ទះត្រូវគេបង្អាក់បន្តិចដំណើរមិនឲ្យធ្វើអ្វីទទួលបានផលគួរជាទីគាប់ចិត្តអញ្ចឹងទៅហើយក្នុងផ្លូវបារមីយើងមើលមិនឃើញទេអញ្ចឹងការចំណាយតិចតួចគ្រាន់តែយើងកាត់គ្រោះកាត់ឆុងចេញយើងធ្វើទៅប្រសិនបើយើងសន្មតថាជាអាគមសមអាយុអីហ្នឹងក៏បានដែរណាហើយយើងធ្វើឲ្យវាជ្រះស្រឡះទៅហើយមានកូនចៅខ្លះដល់ពេលខ្ញុំជួបទៅថាលោកគ្រូអើយខ្ញុំមិនដឹងថារកគ្រូនៅណាឲ្យជួយបានទេខ្ញុំវេទនាខ្លាំងណាស់ប៉ុន្តែខ្ញុំមិនដឹងទៅរកគ្រូនៅឯណាគាត់លូមកខ្ញុំវិញអញ្ចឹងខ្ញុំចេះតែផ្សាយដំណឹងជាបន្តបន្ទាប់ទៅណាគ្រប់អង្គប្រានគ្រប់ឆ្នាំទាំងអស់ទោះបីលំបាកឬក៏មិនលំបាកការរកលុយរកលាភបានឬក៏មិនបានចំនួនទាស់តែងគ្នាពិសេសនៅក្នុងក្រុមគ្រួសារនឹងបែបណាបែបណីគឺយើងមានដំណោះស្រាយទាំងអស់ជួបខ្ញុំតាម Telegram 016 860 678ខ្ញុំជួយដោះស្រាយជូនណាខ្ញុំមើលទៅតាមរាសីរបស់ខ្លួនរបស់បុគ្គលម្នាក់ហ្នឹងនឹងឃើញដំណោះស្រាយហើយណាស់ត្រង់ថាយើងមិនព្រមដោះស្រាយហើយយើងមិនជួបគ្រូហើយបើជួបគ្រូទៅនោះនឹងមិនពិបាកដល់ថ្នាក់ហ្នឹងទេមិនពិបាកដល់ឥឡូវទេយើងមើលតែឆ្នាំដែលហេងហើយនឹងឆ្នាំដែលមិនហេងហើយចុះឆ្នាំធម្មតាឆ្នាំមានរាសីមធ្យមគឺមានឆ្លូវថោះហើយនឹងវកមានរាសីមធ្យមនៅថ្ងៃទី28ខែមេសាហ្នឹងណាបាទអញ្ចឹងខ្ញុំបញ្ចប់វីដេអូត្រឹមប៉ុណ្ណឹងចុះសូមជូនពរបងប្អូនកូនចៅឲ្យជួបសនុកសុខសប្បាយឲ្យជួបតែសេចក្តីសុខសប្បាយរកស៊ីចម្រុងចម្រើនហើយឲ្យជួបតែហេងជារៀងរហូតតទៅ